ចូលឯកុំយកឲ្យសោះស្រីប្តីលេងនិងស្រីសៅកែតែបើជាស្រីក្រមុំព្រហ្មចារីនិងមេម៉ាយប្តីស្លាប់ឯងយកធ្វើជាប្រពន្ធចុះរឿងស្រីកងោកមាសកាលដើមឡើយមានបុរសម្នាក់ឈ្មោះសុផាន់បានទទួលបណ្ដាំពីឪពុកប្រដៅថាចូលឯកុំយកឲ្យសោះស្រីប្តីលេងនិងស្រីសៅកែតែបើជាស្រីក្រមុំព្រហ្មចារីនិងមេម៉ាយប្តីស្លាប់ឯងយកធ្វើជាប្រពន្ធចុះមូលហេតុអ្វីទៅពងបានជាហាមប្រាមដល់ថ្នាក់នេះឮហើយឪពុកគេមិនបានឆ្លើយនឹងសំណួរទេថែមទាំងបន្តនិយាយមួយវិញទៀតចូលឯកុំឲ្យសោះយកក្លើនឹងមនុស្សគ្រូ3ហាពុកមិនតាន់ទាំងឆ្លើយសំណួរខ្ញុំមុននឹងផងឥឡូវមកហាមរឿងក្លើឯណាទៀតហើយយ៉ាងណាក៏ឯងត្រូវធ្វើតាមសម្ដីពុកដែរណាសុផាន់ពុកផ្ដាំឲ្យហើយណាដោយខ្លាចជំងឺឪពុកខ្លួនធ្វើទុកខ្លាំងសុផាន់ក៏ងក់ក្បាលធ្វើជាយល់ព្រមតាមបាទពុកកូននឹងចងចាំបណ្ដាំមួយនេះចំណែកកាលក្រោយមកបន្ទាប់ពីឪពុកសុផាន់ចែកឋានទៅគេមិនបានស្ដាប់តាមបណ្ដាំរបស់ឪពុកគេឡើយហើយថែមទាំងបានយកស្ត្រីទាំង4នាក់នោះមកធ្វើជាប្រពន្ធទាំងអស់និងយកមនុស្សគ្រូ3ជាខ្លាដើម្បីលបងសាកមើលចាំមើលថាតើវាពិតជាដូចសម្ដីពុកបានហាមប្រាមនោះទេណោះមានថ្ងៃមួយព្រះរាជាក្នុងនគរនោះបានទទួលដំណឹងថាកងោកមាសរបស់ខ្លួនបានក៏បានចេញបញ្ជាថាណែលោកអាម៉ាតឆាប់ឲ្យអ្នកប៉ាវកងចេញប្រកាសតាមភូមិរកកងោកយើងមកវិញក្រោយមកកងោកមាសរបស់ស្ដេចដែលបានបាត់នោះក៏ទៅរកស៊ីក្បែរផ្ទះសុផាន់ហើយមេឃថ្ងៃនេះពិតជាក្តៅបោះគេមែនវើយរំពេចនោះគេក៏ក្រឡេកឃើញកងោកមួយពុទ្ធោចុះកងោកណាអីក៏ស្អាតម្លេះមើលចុះរោមវាពណ៌ឡើងមាសតែម្ដងសុផាន់ក៏ឈរគិតពិសោធន៍មើលមួយសន្ទុះក៏ចាប់កងោកមាសនោះយកទៅលាក់ទុកក្នុងទ្រុងមួយឯងនៅទីនេះសិនហើយណាយើងមិនធ្វើបាបឯងទេហើយគេក៏ដាក់ចំណីបាយទឹកឲ្យកងោកនោះស៊ីរួចសុផាន់ដើរចេញពីទីនោះដោយកាន់មាន់គោកមួយទៅកាប់ធ្វើម្ហូបបរិភោគនៅឯផ្ទះអូនណាំល្ងាចនេះដឹងអត់ថាបងផាន់គាត់ធ្វើម្ហូបអីដែរចាបងមិនច្បាស់ដែរតែឮលហៀងថាប្រហែលជាដុតមាន់ណាមួយឮថាអញ្ជើញខ្លាគាត់4នាក់មកដែរអីចាដុតមាន់ផងល្ងាចនេះដឹងតែឆ្កាញ់មាត់ជាមិនខានទេតែគាត់ហៅខ្លាមក4នាក់ទៀតតើមាន់មួយនឹងឆៃគ្រប់គ្នាអត់ចឹងពិតមែនហើយច័ន្ទអញ្ចឹងមានតែយើងឆៃបែបកណ្ដុលតែហើយមើលទៅឮដូច្នោះនាងណែតក៏និយាយកាត់អើយ2នាក់នេះធ្វើមើលតែមានម្ហូបតែមួយមុខអញ្ចឹងណែបើថាខ្លាចខ្វះអីឆៃមកទៅបេះបន្លែជាមួយយើងយកមកឆាបន្ថែមមកលុះព្រះសូរិយារៀបអស់ស្ដង់គុណខ្លាគ្រប់គ្នាមកជួបជុំអស់ត្រៀមទទួលទានអាហារពេលល្ងាចអើយថ្ងៃនេះប៊ីតកិត្តិយសណាស់បានសម្លាញ់ផាន់អញ្ជើញមកបាយល្ងាចជុំគ្រួសារគេពិតមែនហើយអាក្លោសុទ្ធតែពួកភ្ជិវកិត្តិយសហើយតើនេះណែនិយាយអញ្ចឹងអាផាន់វាមានប្រពន្ធហើយតើឮដូច្នោះនាយចោចក៏តបថាអើយអាឈឿតអើយអាឈឿតនេះឯងខ្លាចជាខ្លើនអាផាន់តាមរបៀបណាអានេះបែបទៅចេញពីព្រៃទៅដឹងយ៉ាងបានជាមិនដឹងខ្ចល់អីនាយឈឿតក៏តបទៅវិញបើអញទើបតែចេញពីព្រៃមែននឹងឯងព្រោះត្រូវទៅរកថ្នាំសង្កូវមួយរយៈធំហើយចុះប្រពន្ធវាស្អាតដែរអត់ហ្នឹងភ្លាមនោះនាយដែរឆ្លើយថាណែសម្លាញ់ឈឿតមិនត្រឹមតែស្អាតមួយមុខទេវើយគឺថាទាំង4នាក់ហ្នឹងសុទ្ធតែអស់ទាស់មកខណៈនោះប្រពន្ធទាំង4របស់សុផាន់ក៏លើកម្ហូបចេញមកអីចុយបើមិនឃើញចាក់នៅភ្នែកបែបមិនជឿទេនេះចំជាទឹកដៃបន្ធម្មតាមែនអំឡុងពេលបរិភោគសុផាន់ក៏ធ្វើជានិយាយថាអ្នកទាំងអស់គ្នាដឹងទេសាច់ដែលពួកយើងកំពុងហូបនេះគឺជាសាច់កងោកមាសរបស់ស្ដេចដែលខ្ញុំបានលួចកាប់យកមកស៊ីគ្រាន់តែឮថាជាសាច់កងោកមាសរបស់ស្ដេចដែលបាត់នោះទាំងប្រពន្ធនិងខ្លាទាំងអស់ចាប់ផ្ដើមស្រឡាំងកាំងតែមិនមានអ្នកណានិយាយអ្វីឡើយលុះហូបរួចរាល់អស់ហើយខ្លាទាំង4ក៏លាសុផាន់ទៅវិញនៅតាមផ្លូវត្រឡប់មកផ្ទះខ្លាទាំង4បានជជែកគ្នាថាណែពួកឯងឮអាផាន់និយាយទេសាច់ដែលពួកយើងឆៃនោះជាសាច់កងោកមាសរបស់ស្ដេចណាវើយឮថាស្ដេចកំពុងតែប្រកាសរកភោគហើយពួកយើងស៊ីឡើងខ្ទេចសំខាន់វាឆ្ងាញ់ទៀតណាចុះឥឡូវពួកយើងគិតធ្វើយ៉ាងម៉េចទៅនេះទូលស្ដេចតែម្ដងទៅព្រោះពួកយើងសុទ្ធតែបានឮវានិយាយ
ម្យ៉ាងទៀតពេលស្ដេចកាត់ទោសវាពួកយើងនឹងបានយកប្រពន្ធវាម្នាក់មួយចុំអានេះអត់បត់តែគំនិតវាចេញមកថោកទាបសាហាវយកបល់អញមិនបាច់វែងឆ្ងាយទេគឺយើងលួចតាក់ទងប្រពន្ធវាម្នាក់ម្ដងទៅអីយយសម្លាញ់ដល់លេមែនតើហើយតើនេះ លោកបាត់កង្កោកយូរពេកមិនទាន់មានអ្នកណាប្រទះឃើញព្រះរាជាក៏ឲ្យប៉ៅកងសួររកកង្កោកនោះម្ដងទៀតលុះឈានដល់ពេលរសៀលមួយមានជើងនារីពីរនាក់ដើរចេញពីផ្ទះទូលក្រណាត់យ៉ាងចម្លែកឆ្ពោះទៅកាន់ព្រៃយ៉ាងស្ងាត់មួយ ហើយយូរដល់ហើយនេះថ្មណាគេមកណោះអើយធ្វើដូចជាគេនឹងមកជួបឯងចឹង រំពេចនោះនារីទាំងពីរក៏ដើរមកដល់កន្លែងពួកគេល្មមបងដែរអូនមកហើយអូនក៏មកដល់ដែរបងឈៀតមកចាប់បេះដូងអូននាងទាំងពីរក៏ទៅចិត្តស្មន់រៀងខ្លួន មកដេចក៏យូរម្លេះអូនថ្ងៃនេះបងខំចាំឡើងខ្សោះប្រៀបដូចត្រីរស់រស់ក្នុងអណ្ដូងទៅហើយគិតទៅណោះស្នេហាធ្វើឲ្យមនុស្សខ្លាចជាត្រីអស់សំណាងអញអត់មាននឹងគេ មូលហេតុដែលយូរនោះគឺមកពីអូនរវល់រកលេសរៀបរាប់ប្រាប់ប្តីអូននឹងណែងាកមកគូនាឈឿតវិញកុំតាន់ខឹងអូនមើលអូនខំស្កាត់ពុះពៀមករកបងប៉ុណ្ណឹងហើយបងឯងនៅតែខឹងអូនទៀតត មិនឲ្យបងខឹងយ៉ាងម៉េចទៅបើគ្រាន់តែអូនឯងមកយឺតបន្តិចហ្នឹងជីវិតបងសឹងដូចជាចង្គៀងរៀបរលត់ទៅហើយនេះនោះអញថាហើយថាអាមួយកើតជាត្រីហើយអាមួយទៀតនេះវាកើតជាចង្គៀងទៅវិញណាឆ្កុយ អ្នកទាំងនោះក៏បង្កើតស្នេហាយ៉ាងផ្អែមល្ហែមតែជាសយអ្វីសូផាន់ក៏បានតាមទាន់និងឃើញរាល់សកម្មភាពទាំងអស់រួចក៏លបចេញស្ងាត់ទៅផ្ទះវិញលុះឈានដល់យប់អាធ្រាត្របន្តិចនាងណែតនិងនាងច័ន្ទធ្វើដំណើរត្រឡប់មកវិញតែបែរជាឃើញប្តីអង្គុយចាំក្រោមផ្ទះបងណែតហើយចុះបងផាន់មកអង្គុយក្រោមផ្ទះអីថ្មនេះតិចលោកគាត់ដឹងរឿងពួកយើងទេដឹងបងធ្វើធម្មតាទៅមើលនាងច័ន្ទទៅខ្លាចស្អីវាគ្មានដឹងខ្យល់ស្អីទេអ្នកទាំងពីរក៏ធ្វើជាដាកាត់សុផាន់ធម្មតាហៀបនឹងឡើងទៅលើផ្ទះហើយប្តីនាងទាំងពីរក៏ខាត់ផ្លែត ឈប់សិននាងណែតនាងច័ន្ទយើងដូចជាភ្លេចថាពួកនាងរវល់តាណាអញ្ចេះ នាងច័ន្ទក៏តបវិញទាំងប្រញាប់បងផាន់ឆាប់ភ្លេចលឿនមែនពួកអូនទាំងពីរចេញទៅជួបជុំម្នាក់នៅចុងភូមិនឹងណាមិនអញ្ចឹងអីបងណែតនេះបងផាន់មិនទុកចិត្តពួកខ្ញុំទាំងពីរមែនទេបានជាសួរដេញដោលដូច្នេះសពដងដូចជាម្ដាយសួរគួរឲ្យធុញណាស់ដោយអត់ទ្រាំនឹងការកុហកនេះមិនបានសូផាន់ក៏ដើរទៅទាត់សសរដោយនិយាយថា តើពិតជាម្នាក់ឬក៏ជាស្អីឲ្យប្រកបម្នាក់អាណាដេកអោបរឹតស្អិតរមួនសឹងតែដូចជាពស់ថ្លាន់រឹតចំណេញទៅហើយយើងទុកអាកាយម្ដងទៀតចុះបើពួកនេះមិនកាយទេកុំថាយើងនេះគ្មានធម៌មេត្តាឲ្យសោះលឺហើយប្រពន្ធទាំងពីរនាក់ក៏ខឹងក្តៅឈួលឆេះក៏ដើរចូលទៅក្នុងផ្ទះបាត់ទៅលុះឈានដល់ព្រឹកស្អែកឡើងពួកអ្នកប៉ៅកងក៏បានដើរកាត់ចំការពួកគេប្រកាសពីដំណឹងដែលបានបាត់កង្កោកមាសរបស់ស្ដេចនោះគ្រាន់តែឮដូច្នោះភ្លាមធ្វើឲ្យនាងណែតនិងនាងច័ន្ទក៏ផ្ទុះកំហឹងដោយសាររឿងកាលពីយប់មិញនាងណែតដែលត្រូវជាស្ត្រីប្តីលែងក៏ពោលទៅកាន់នាងណាំដែលជាស្រីក្រមុំថាមើលទៅនាងណាំដូចជាមនុស្សល្អណាស់ណោះល្អរហូតដល់ថ្នាក់លាក់ការពិនទាំងដែលប្តីពួកយើងចាប់កង្កោកមាសរបស់ស្ដេចមកឆីតើនាងចង់លាក់ការពិតដល់ណាទៀតឆាប់ប្រាប់ទៅពួកប៉ៅកងនោះពីការពិតទៅចំណែកឯនាងច័ន្ទដែលត្រូវជាស្ត្រីសាយកែក៏បន្តថែមល្បោយថាឲ្យនាងនួនដែលជាស្ត្រីប្តីស្រាប់ថាឯនាងនួនវិញក៏មិនណយដែរនាងគួរតែបកអាក្រាតពីរឿងនេះទៅកុំទៅជួយបិទបាំងថ្មីនាងណាំគ្រាន់តែឮដូច្នោះភ្លាមក៏ប្រកែកថានេះពួកបងមិនគិតអាណិតស្នោះគាត់ខ្លះទេការដែលធ្វើបាបប្តីខ្លួនឯងដូច្នោះមិនល្អទេអាណិតវាធ្វើអីព្រោះយប់មិញវាជេរបតិចយើងនឹងនាងច័ន្ទមិនណយទេចិត្តតិចសិនទៅអ្នកទាំងពីរបើគ្មានខ្យល់ក៏រលកមិនដែលបោកដែរយើងគ្មានពេលមកស្ដាប់ទ្រឹស្ដីនាងទេបើវិជេនាងវិញនាងមានអារម្មណ៍យ៉ាងណាដែរហាពួកគេទាំង4ក៏ទាស់សម្ដីប្រកែកគ្នាពេញចំការនោះបានបើពួកនាងមិនចូលគំនិតនឹងយើងទេទុកឲ្យយើងជាអ្នកទៅប្តឹងចោះនាងច័ន្ទឆាប់ទៅតាមពួកអ្នកប៉ៅកងមកផ្ទះយើងមកនាងច័ន្ទក៏រត់ទៅតាមស្រែកហៅថាឈប់សិនអ្នកប៉ៅកងពួកអ្នកប៉ៅកងក៏ឈប់បែរក្រោយឃើញនារីម្នាក់បក់ដៃស្រែកហៅរួចត្រឡប់ក្រោយទៅតាមនារីនោះមកដល់ផ្ទះនាងណែតនិងនាងច័ន្ទក៏ប្តឹងអ្នកប៉ៅកងតាមដំណើរថាអស់លោកទាំងពីរកង្កោកមាសដែលពួកលោកតាមរកនោះគឺត្រូវបានប្តីពួកខ្ញុំលួចចាប់យកមកឆីអស់ហើយពិតមែនហើយលោក
មានខ្ញុំជាសាក់សីណាឮដូច្នោះហើយពួកអ្នកបាវកងក៏ចាប់យកសុផាន់ទៅថ្វាយស្ដេចទូលតាមដំណើរព្រះរាជាក៏មានបន្ទូលថា ឯនេះថ្លើមធំពីមេឃដឹងហើយលឺហើយនៅតែប្រព្រឹត្តអាម៉ាត់ឆាប់នាំគេទៅពិធីភ្លាមទៅ នៅតាមផ្លូវសុផាន់គិតក្នុងចិត្តថា មកដល់ពេលនេះទើបខ្ញុំដឹងថាបណ្ដាំលោកពងពិតជាមិនខំមែន លុះធ្វើដំណើរទៅដល់មាត់ទ្វារវាំងអ្នកចាំទ្វារពុំព្រមបើកទ្វារហើយសួរថា អស់លោកដែលនាំអ្នកទោសមកថ្មើរនេះតើបានជំនុំជម្រះច្បាស់ហើយឬនៅឯគិតថាព្រះអង្គមិនមានព្រះតម្រិះច្បាស់ឬក៏យ៉ាងម៉េចឆាប់បើកផ្លូវពួកយើងភ្លាម ដោយសារអ្នកចាំទ្វារយល់ឃើញថាមានភាពមិនប្រក្រតីគេក៏បានពោលថា បានយើងនឹងបើកផ្លូវឲ្យលុះត្រាតែអស់លោកស្ដាប់រឿងមួយនេះសិននិយាយឲ្យឆាប់មក អ្នកចាំទ្វារក៏ដំណើរថា កាលនោះមានសេដ្ឋីម្នាក់ចិញ្ចឹមឆ្កែ500ក្បាលលុះវេលាយប់មួយមានចោរភ្លោះ2នាក់បានជីកឧបមង់ចូលទៅលួចយកទ្រព្យសម្បត្តិរបស់សេដ្ឋីនោះហើយចូលក្នុងឧបមង់វិញទាំងអស់គ្នាឆ្កែរបស់សេដ្ឋីបាននាំគ្នាវាទៅខំចោរក្នុងឧបមង់ស្លាប់ទាំងអស់ទៅលុះព្រឹកឡើងមហាសេដ្ឋីឃើញបាត់ទ្រព្យសម្បត្តិដូច្នោះនឹកខឹងនឹងឆ្កែថាពួកសំណក់ទាំងអស់នេះចំជាចិញ្ចឹមបំបងបាយមែនវើយរួចមហាសេដ្ឋីនោះក៏ឲ្យគេសម្លាប់ឆ្កែទាំង500ក្បាលចោលអស់ទៅលុះធំអាសោចខ្មោចចោលសេដ្ឋីនោះក៏ចុះទៅមើលឃើញចោលស្លាប់ដូច្នោះក៏នឹកស្ដាយក្រោយនិងស្រណោះសំណក់ទាំងអស់នោះពន់ពេក បន្ទាប់ពីស្ដាប់សាច់រឿងហើយអាមាត្យក៏មានចិត្តខឹងនឹងសេដ្ឋីនោះ ដោយសារតែសេដ្ឋីគិតរាក់កំផែនអញ្ចឹងទើបធ្វើឲ្យសំណក់ទាំងអស់នោះងាប់ដោយអយុត្តិធម៌ទៅគួរឲ្យអាណិតពួកវាណាស់ អ្នកចាំទ្វារឃើញថាអាមាត្យពិចារណាដូច្នោះក៏ផ្ដល់យោបល់វិញថា ដូច្នេះដើម្បីជៀសវាងលើការស្ដាយក្រោយនិងកាត់សេចក្តីដូចជាលោកសេដ្ឋីនោះខ្ញុំសូមឲ្យអស់លោកនាំអ្នកទោសនេះទៅជំនុំជម្រះម្ដងទៀតចុះ អាមាត្យក៏សម្រេចចិត្តតាមអ្នកចាំទ្វាររួចនាំសុផាន់ទៅជួបព្រះរាជាម្ដងទៀតនៅក្នុងព្រះរាជវាំង មើលនាងសុផាន់ចូលឯងរៀបរាប់ម្ដងទៀតពីរឿងសម្លាប់កង្កោកមាសនោះទៅមើល សុផាន់ក្រាបទូលថា ក្រាបទូលព្រះអង្គកង្កោកនោះទូលព្រះបង្គំមិនបានសម្លាប់ទេក្រាបទូលគឺបានទុកនៅកន្លែងមួយដោយល្អឯសត្វដែលទូលព្រះបង្គំសម្លាប់ទទួលទាននោះគឺជាមន់កកទេក្រាបទូល ព្រះរាជាទ្រង់ចាត់ឲ្យអាមាត្យទៅយកកង្កោកមាសនោះមកវិញរួចទ្រង់ក៏លើកលែងទោសឲ្យសុផាន់ទៅឯស្ត្រីទាំងពីរនាក់ដែលប្តឹងពីសុផាន់ជាប្តីខ្លួនថាសម្លាប់កង្កោកនោះត្រូវបានសុផាន់លែងចោលទាំងពីរនាក់ទៅចង់ដឹងផលពិនត្រូវពិនិត្យរកហេតុ